ស្ដីដល់អ្នកថ្ងៃនេះគឺខ្ញុំមាន course ស្បៃជូរ oh shit course ស្បៃជូរហើយនឹងបាយឆហើយគេឡើងចេះធ្វើម្ហូបម៉ែខ្ញុំសួរខ្ញុំថាកូនទៅវិញធ្វើអីខ្ញុំថាខ្ញុំអត់ចង់ធ្វើការទេនឹងឯងហើយខ្ញុំថាខ្ញុំចង់លក់food delivery អញ្ចឹងទៅមកថាចេះធ្វើម្ហូបទេហើយអ្វីក៏ម៉ែអត់ដែរជឿកូននៅផ្ទះបើខ្ញុំទៅផ្ទះម្ដងគឺគាត់ឲ្យខ្ញុំធ្វើម្ហូបតែគាត់សួរខ្ញុំចេះធ្វើម្ហូបដែរ like តើម៉ែខ្ញុំក៏ដែរជឿជាក់ខ្ញុំដែរខ្ញុំចង់ប្រាប់ថាកូនម្នាក់នេះទោះឈួតមែនតែចេះធ្វើណាម្ហូបគេចេះឡើងឃើញឈួតចឹងណាគេឡើងគេហៅថាចេះគ្រប់សពយ៉ានឹងឯងគឺខ្ញុំចេះដំបូងឡើយគឺខ្ញុំអត់ទាន់ទៅចូលចិត្តចង់ធ្វើម្ហូបទេនេះ my pop ដំបូងអត់ទាន់ចង់ធ្វើម្ហូបទេតែបន្ទាប់ពីខ្ញុំមានដូចថាបន្ទាប់ពី COVID គឺខ្ញុំត្រូវនៅតែឯងរហូតដោយសារខ្ញុំជួបបន្ទប់នៅផ្សេងហើយមកវឹកហ្នឹងយើងនៅតំបន់ក្រហមនឹងស្រាប់យើងចេញចូលកើតទេយើងត្រូវតែច្នៃប្រឌិតធ្វើខ្លួនឯងហូបខ្លួនឯងហើយបន្ទាប់ពី COVID រួចខ្ញុំក៏រកការងារបានផ្សេងក្រៅពីបកប្រែហ្នឹងដោយសារយើងធ្វើទៅដូចថា COVID បិទអីចឹងទៅយើងអត់មានលុយចូលមានអីទៅយើងក៏ទៅធ្វើបកប្រែហើយsorry យើងក៏ទៅធ្វើនៅហាងការ៉េធ្វើម្ហូបនៅហាងការ៉េមួយ start ពីចំណុច0ទៅគឺអត់ចេះធ្វើអីទាំងអស់យើងអាចនឹងចេះធ្វើម្ហូបខ្មែរអីចឹងណាក៏ប៉ុន្តែម្ហូបបរទេសគឺអត់ចេះទេហើយចាប់ពី start ធ្វើពេលហ្នឹងមកវាធ្វើឲ្យខ្ញុំម្ហូបការ៉េហត់ណាស់អ្នកទាំងអស់គ្នាសុំហូបមួយញ៉ាំសិនរឿងជូរខ្លាំងតិចទៅជូរខ្លាំងច្បាច់ទឹកហើយនៅអត់នៅរៀងជូរទេម្ហូបការ៉េហត់ខ្លាំងដោយសារជាប្រភេទ side dish ប្រភេទ kimchi ប្រភេទkimchi ឆៃថាប្រភេទសណ្តែកប្រភេទអីគឺយើងត្រូវប្រើពេលវេលាហើយវាមានអារម្មណ៍ហត់ខ្លាំងតែសុបាយពេលដែលការងារមួយដែលអ្នកទាំងអស់គ្នាមានអារម្មណ៍ថាហត់តែមានអារម្មណ៍ថាចង់រត់ទៅចង់ធ្វើហត់មានអារម្មណ៍ថាស្វែងយល់វាមានអារម្មណ៍ថាការងារមួយហ្នឹងវាមានន័យសម្រាប់យើងគឺយើងចូលចិត្តដែរព្រោះមនុស្សខ្ញុំបកកាយល្អច្រើនយ៉ាតែពេលខ្ញុំធ្វើការហ្នឹងក៏ពេលខ្លះក៏ខ្ញុំ stress តែខ្ញុំសប្បាយចិត្តក្នុងការធ្វើហើយខ្ញុំចង់រៀនវាហើយអាចនឹងមិត្តភក្តិកន្លែងការងារគាត់ជាមនុស្សគេថា friendly គាត់ open mind គាត់អត់ប្រកាន់ចេះប្រកាន់ចុះច្រើនមានតែខ្ញុំឯងប្រកាន់នឹងឯងវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំស្រឡាញ់ក្នុងការធ្វើម្ហូប and ម្ហូបការ៉េខ្ញុំចេះធ្វើវាខ្ញុំធ្វើនឹងប្រហែលជាមួយឆ្នាំខ្ញុំអាចថាវាមិនប្រកែកដូចគេតែខ្ញុំមិនអាចធ្វើបាននឹងឯងហើយបន្ទាប់ពីចេញពីការងារនឹងទៀតក៏ខ្ញុំព្យាយាមស្វែងរកការងារដែលពាក់ព័ន្ធជាមួយការចម្អិនម្ហូបខ្ញុំយល់ថាការងារនៅស្រុកខ្មែរជាពិសេសការចម្អិនម្ហូបបើសិនជាយើងអត់មានបទពិសោធន៍ឬក៏យើងអត់រៀន direct ចេញពីសាលាពិបាករកការងារតិចហើយបើសិនជារកបានក៏ត្រឹមតែជាកូនកបិតឬក៏ជាអ្នកគេហៅថារៀបចំបន្លែអញ្ចឹង assistant គេអញ្ចឹងណានឹងឯងខ្ញុំយល់ហើយតែខ្ញុំធ្វើលុះត្រាតែជាមុខម្ហូបឬជាការងារមួយដែលខ្ញុំចង់ធ្វើឧទាហរណ៍ថាឥឡូវខ្ញុំចេះម្ហូបកូរ៉េអញ្ចឹងខ្ញុំអាចនឹងរកការងារមួយណាដែលវាជាម្ហូបកូរ៉េឬក៏ម្ហូបបរទេសរួមអញ្ចឹងខ្ញុំបន្ទាប់មកការងារចុងក្រោយដែលខ្ញុំធ្វើមុនខ្ញុំមកថៃនេះខ្ញុំធ្វើការធ្វើម្ហូបនៅក្នុងផ្ទះបាយលក្ខណៈម្ហូបរបស់គាត់បោះប្រាំងណា
តែកែគាត់ជនជាតិម៉ុងហ្គោលតែគាត់ថាមុខគាត់កាចតែចិត្តគាត់ល្អ yes ខ្ញុំ appreciate គាត់ like ហើយខ្ញុំក៏ទទួលបាន recipe ជាច្រើនឬក៏មុខម្ហូបជាច្រើនពីគាត់ដូចគ្នាព្រោះអីខ្ញុំជឿជាក់ថាអ្វីក៏ដោយបើសិនជាយើងចូលចិត្តយើងស្រឡាញ់វានឹងចាប់បានលឿនអានេះវាជារឿងពិតហើយមនុស្សខ្ញុំគួរក្បាលខ្ញុំអាចនឹងអត់សូវល្អដូចគេទេតែបើអ្វីដែលខ្ញុំស្រឡាញ់ខ្ញុំចូលចិត្តលឿនបំផុតយ៉ាអានឹងគឺអញ្ចឹងឯងហើយខ្ញុំក៏ខ្ញុំចេះម្ហូបច្រើនណាមិនថាយើងចេះម្ហូបច្រើនទេពេលហ្នឹងខ្ញុំធ្វើនៅនឹងប្រហែលជាបាន3ខែតែខ្ញុំចាប់បានច្រើនហើយខ្ញុំធ្វើបានត្រឹមតែកន្លះខែទៅ1ខែខ្ញុំអាចចូលធ្វើម្ហូបបានតែគ្រាន់ថាភាគច្រើនតកែគេមិនសូវបដ ாய் ឲ្យយើងមកកាន់ទេដោយសារវាគេហៅថាយើងភ្លាមអញ្ចឹងណាយើងអាចនឹងជឿជាក់តែយើងក៏ត្រូវតែសម្របខ្លួនតាមកលៈទេសៈអញ្ចឹងទៅអញ្ចឹងចុងក្រោយចង់ប្រាប់ថាកូនចេះធ្វើម្ហូបចាក្រេក៏ចេះបតទេសក៏ចេះខ្មែរក៏ចេះអីយ៉ាសមត្ថភាពពេញបបណាខ្ញុំចង់បានប្តីខ្ញុំចេះធ្វើម្ហូបហើយកុំប្រាប់គេថាកូនអញអត់ចេះធ្វើ yes ហើយគឺការងារមួយនេះមនុស្សខ្ញុំពីខ្ញុំចង់ប្រាប់ថាមនុស្សខ្ញុំពីមុនខ្ញុំមិនដែលមានគោលដៅក្នុងជីវិតទេយើងអាចមកពីយើងរៀនឲ្យបានច្រើនហើយក៏យើងមិនរំពឹងដែរយើងគ្រាន់តែថាធ្វើការណាដែលបានលុយច្រើនយកលុយសន្សំទៅប៉ុណ្្នឹងអត់មានគោលដៅក្នុងជីវិតទេដឹងណាធ្វើការឲ្យគេពីមួយថ្ងៃទៅមួយថ្ងៃតែពេលដែលខ្ញុំចាប់ពាក់ព័ន្ធជាមួយម្ហូបនឹងមកវាធ្វើឲ្យខ្ញុំមានការគិតធ្វើឲ្យខ្ញុំមានគោលដៅជីវិតរបស់ខ្ញុំណាឥឡូវខ្ញុំចង់ធ្វើម្ហូបទោះការលក់របស់ខ្ញុំជាម្ហូបតូចតាចឬក៏ជាអីក៏ដោយក៏ខ្ញុំសង្ឃឹមថាជួយ support ខ្ញុំហងថ្ងៃ12គេទៅវិញនឹងឯងគឺ yes អានឹងគឺយើងព្យាយាមរកខ្លួនឯងពេលដែលយើងរកខ្លួនឯងបានឬរកអ្វីដែលខ្លួនឯងបានយើងចាក់ចេញពីការងារមួយហ្នឹងយើងអាចនឹងទៅធ្វើរបររកស៊ីទោះតូចទោះតាចក៏ដោយដូចខ្ញុំនិយាយអញ្ចឹងខ្ញុំធ្លាប់និយាយរហូតគឺតែប្រាប់ខ្លួនឯងថាខ្ញុំត្រូវតែខំប្រឹងទោះខ្ញុំធ្វើទៅខ្ញុំអត់មានដូចគេធ្វើទៅខ្ញុំអត់មានសល់លុយអត់មានអីក៏ដោយតែខ្ញុំអាចចិញ្ចឹមខ្លួនឯងរស់ក៏ចិញ្ចឹមទៅខ្ញុំដឹងថាចិញ្ចឹមទៅខ្លួនឯងចិញ្ចឹមម៉ែខ្ញុំយល់កន្លែងហ្នឹងតែអានេះវាការគិតផ្សេងគ្នាខ្ញុំគិតថាខ្ញុំអត់តន់ជួយម៉ែខ្ញុំបានទេតែខ្ញុំក៏អត់តម្លាក់បន្ទុកឲ្យគាត់គ្រប់យ៉ាងនៅដូចគេហៅថាមកចិញ្ចឹមយើងអីអត់ទេខ្ញុំចិញ្ចឹមគាត់ឲ្យបានតែខ្ញុំត្រូវចិញ្ចឹមខ្លួនឯងឲ្យបានព្រោះអីកុំអាចិញ្ចឹមខ្លួនឯងកើតហើយយកខ្លួនឯងទៅដាក់បន្ទុកទៀតខ្ញុំអត់ចង់ចិញ្ចឹមទេព្រោះអីខ្ញុំគិតថាខ្ញុំអត់ចង់មានសម្ពាធហើយខ្ញុំក៏ចង់ជាមនុស្សម្នាក់ដែលឯករាជ្យអាចធ្វើអីដល់ខ្លួនឯងបាន yes ចង់ប្រាប់ថាព្យាយាមស្វែងរកខ្លួនឯងស្រឡាញ់អ្វីដែលជាខ្លួនឯងហើយយើងនឹងរកឃើញអ្វីដែលជាខ្លួនយើងបាយបាយ